ជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី14ខែ12 2025ហើយក៏ជាពេលវេលាមួយអាទិត្យហើយដែរដែលយើងកំពុងតែច្បាំងគ្នាជាមួយប្រទេសថៃខ្ញុំជឿជាក់ថាអារម្មណ៍បងប្អូនគឺមិនខុសពីខ្ញុំទេពួកយើងគឺមានការក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំងដោយសារតែយើងគឺជាប្រទេសតូចត្រូវបានប្រទេសធំរំលោភឈ្លានពានហើយខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វរៈកងទ័ពកម្ពុជាដែលបានយកសាច់ស្រស់ឈាមស្រស់ទៅពាំងក្របជំនួសពួកយើងតួយ៉ាងដូចជាកឋានកុងនលគឺពួកយើងកំពុងតែចិញ្ចឹមសត្វចិញ្ចឹមជ្រូកដោយសេចក្តីសុខប៉ុន្តែពួកគាត់វិញកំពុងតែហាលថ្ងៃហាលខ្យល់ហាលក្របដើម្បីការពារបូរណភាពទឹកដីខ្ញុំបាទកងតំណាងឲ្យកឋានកុងនលសាឡាវស័យក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់សូមគោរពដឹងគុណនិងអរគុណចំពោះវរៈកងទ័ពការពារព្រំដែនកម្ពុជាថៃសូមគោរពជូនពរពួកគាត់មានសេចក្តីសុខសុខភាពល្អនិងឈ្នះរាល់អស់មារសត្រូវសូមឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់រួបរวมសាមគ្គីគ្នាដើម្បីជាធ្លុងមួយក្នុងការទប់ទល់នឹងការរំលោភបំពានពីសំណាក់ប្រជាមិត្តប្រទេសសៀម